ប្រសិនបើជប៉ុនតាក់ទងមកយើងដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់ការឆ្លងកាត់នោះនេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអារ៉ាឈីតើអ្វីជាគោលបំណងពិតប្រាកដនៃសម្ដីនេះច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់កំពុងបន្តបិទគប់ជាផ្លូវការមានតម្លៃសេវាឆ្លងកាត់ប្រហែល300លានយេនដែលមានតម្លៃស្មើជិត2លានដុល្លារយោងតាមក្រុមហ៊ុនព័ត៌មាននាវាចរអង់គ្លេសបានឲ្យដឹងថារហូតមកដល់ពេលនេះនាវាយ៉ាងហោចណាស់9គ្រឿងបានធ្វើដំណើរតាមផ្លូវដែលគេហៅថាច្រករបៀងសុវត្ថិភាពលោកអារ៉ាឈីដែលជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាច្រកសមុទ្រនេះគឺបើកចំហប៉ុន្តែវាត្រូវបានបិទសម្រាប់បណ្ដាប្រទេសសត្រូវដែលបានវាយប្រហារមកលើពួកយើងរួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេផងដែរប៉ុន្តែលោកក៏បានបញ្ជាក់ថាប្រសិនបើជប៉ុនតាក់ទងមកយើងដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់ការឆ្លងកាត់នោះលោកអារ៉ាឈីបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានខ្ជូដូដោយលើកឡើងពីការឆ្លងកាត់របស់ជប៉ុនថាការគាំទ្រការឆ្លងកាត់ច្រកសមុទ្រនេះគឺជាប្រធានបទដែលបានលើកយកមកពិភាក្សាក្នុងជំនួបកន្លងមកជាមួយនាយករដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ហានេះកំពុងត្រូវបានពិភាក្សាជាមួយភាគីជប៉ុនលោកក៏បានបញ្ជាក់ច្បាស់ៗថាបានចាប់ផ្ដើមការពិភាក្សាជាមួយជប៉ុនដើម្បីបើកច្រកសមុទ្រជាបណ្ដោះអាសន្នទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោកម៉ូតេហ្គីបានបដិសេធនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃទី22ថាលោកមិនបានពិភាក្សារឿងនេះនៅឡើយក្នុងកិច្ចសន្ទនាតាមទូរស័ព្ទហើយមន្ត្រីរដ្ឋាភិបាលក៏បានបដិសេធថាមិនមានការពិតនៃការចូលរួមក្នុងកិច្ចពិភាក្សានោះទេសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះត្រូវបានគេសង្ស័យថាតើមានអ្វីពាក់ព័ន្ធជាមួយនឹងជប៉ុនដោយសារតែលោកធ្លាប់ជាអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនថែមទាំងមាននាមប័ណ្ណដោយប្រើអក្សរកាន់ជីទៀតផងឈ្មោះអារ៉ាឈីដែលស្ដាប់ទៅដូចជាត្រកូលរបស់ជនជាតិជប៉ុនកាលដែលលោកនៅជប៉ុនលោកបានប្រើអក្សរកាន់ជីចំនួន3តួដើម្បីសរសេរឈ្មោះអារ៉ាគូជីអ្នកជំនាញកិច្ចការមជ្ឈមបូព៌ាលោកថាកាហាស៊ីកាស៊ូបានវិភាគថាលោកជាមនុស្សសុភាពការជ្រើសរើសអក្សរនេះបង្ហាញពីការតាំងចិត្តរបស់លោកក្នុងការបង្កើតទំនាក់ទំនងថ្មីនិងធ្វើការងារការទូតនៅលើទឹកដីថ្មីគឺប្រទេសជប៉ុនសូម្បីតែលោកតេមូគីក៏ធ្លាប់បានលើកឡើងដែរថាលោកអារ៉ាឈីគឺជាអ្នកស្រឡាញ់ជប៉ុនយ៉ាងខ្លាំងកាលពីឆ្នាំមុននៅពេលដែលលោកម៉ូតេគីឡើងកាន់តំណែងលោកអារ៉ាឈីបានបង្ហោះសារអបអរសាទរជាភាសាជប៉ុនយ៉ាងពិសេសនៅលើបណ្ដាញសង្គម X ទៀតផងកាលពីគូរុញជួយដីដ៏ធំនៅភាគខាងកើតជប៉ុនលោកក៏បានចុះទៅជួយធ្វើម្ហូបចែកអាហារជូនជនរងគ្រោះដោយផ្ទាល់ផងដែរតើគោលបំណងអ្វីនៅពីក្រោយការអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់លោកតាកាហាស៊ីបានវិភាគថាទី1គឺអ៊ីរ៉ង់បង្ហាញពិភពលោកថាខ្លួនមិនបានធ្វើខុសច្បាប់អន្តរជាតិដោយបិទច្រកសមុទ្រទាំងស្រុងនោះទេគឺខ្លួននៅតែអនុញ្ញាតឲ្យនាវាប្រទេសខ្លះៗដូចជាចិនឆ្លងកាត់ធម្មតាទី2អ៊ីរ៉ង់ចង់បំបាក់សម្ព័ន្ធភាពជប៉ុនអាមេរិកដើម្បីកុំឲ្យជប៉ុនចូលទៅជិតអាមេរិកខ្លាំងពេកឬបញ្ជូនកងកម្លាំងស្វ័យការពារនៅតំបន់នោះចំពោះសំណួរថាតើកងឆ្មាំបដិវត្តអ៊ីរ៉ង់នឹងរំខានដែរឬទេប្រសិនបើជប៉ុនឆ្លងកាត់លោកថាកាហាស៊ីជឿថាលោកអារ៉ាឈីប្រកាសជាបានពិភាក្សានិងព្រមព្រៀងជាមួយកងឆ្មាំបដិវត្តរួចហើយមុននឹងចេញមកថ្លែងការណ៍បែបនេះ